គ្នាមកមើលម៉ូតឌឺដែលគេត្រៀមនឹងដាក់លក់នៅថ្ងៃទី19នេះអីច្រើនណាស់អ្នកគ្នាថាលើកមុនណាបើសិនជាអ្នកគ្នាទិញឲ្យតាន់ទេលើកនេះហាគេយកមកដាក់លក់វិញហើយថាមានទាំងអ៊ីម៉ូតចាស់មានទាំងអ៊ីម៉ូតថ្មីហ្មងអីច្រើនណាស់អ្នកគ្នាចំពោះអ៊ីម៉ូតចាស់ហាមិនដឹងថាគេដាក់លក់មកវិញប្រហែលទេក៏ប៉ុន្តែអ៊ីម៉ូតថ្មីហ្នឹងដែលគេត្រៀមនឹងដាក់លក់ហ្នឹងគឺមានចំនួន5ហើយឥឡូវយើងទៅមើលទាំងអស់គ្នាថាអ៊ីម៉ូតទាំង5ហ្នឹងវាឌឺកម្រិតណាហើយវាមានរូបរាងបែបណាចំពោះទី1គឺជាអ៊ីម៉ូតមួយនេះអ្នកគ្នានិយាយថាក្រុមហ្នឹងគឺចេញមកមួយគឺឌឺគេយកហ្មងអីច្រើនណាស់អ្នកគ្នាសំបីតារីខក៏ឌឺដែរហើយឥឡូវអ៊ីម៉ូតនេះហាក៏ឌឺគេដូចគ្នាតែអ៊ីម៉ូតហ្នឹងឌឺរបៀបថាខ្ជិលលេងដេកលក់សិនហើយសិតអីច្រើនហ្នឹងទី2វិញគឺជាអ៊ីម៉ូតមួយនេះអ្នកគ្នានិយាយថាគឺឌឺសាហាវសេះមានលៀនដាតឲ្យទៀនផ្នែកអីទៀតអ្នកគ្នានិយាយថាឌឺចយម៉ាយហ្មងណាខ្ញុំមានអារម្មណ៍ថាអ៊ីម៉ូតមួយហ្នឹងឌឺដោយអ៊ីម៉ូតណាអញ្ចឹងអ្នកគ្នាចំពោះការឌឺវិញគឺខ្ញុំឲ្យ9លើ10ហ្មងអីច្រើនអ្នកគ្នាជាមួយតែចេញមកណាគេចុចខ្ញុំដេញវាយជាមួយហ្នឹងហ្មងពួកអ៊ីម៉ូតទី3វិញក៏អ៊ីម៉ូតមួយហ្នឹងក៏ឌឺគេដូចគ្នាថាដូចភ្ញាក់ផ្អើលនឹងរឿងអីមួយអញ្ចឹងអ្នកគ្នាហាកាត់អីហ្នឹងហើយម៉ូតមួយហ្នឹងឌឺគេសាហាវខ្ជូតទៀតតែមិនដឹងមិនទេអ្នកគ្នាខ្ញុំមានអារម្មណ៍ថាម៉ូតមួយហ្នឹងគឺស្អាតខ្លាំងមែនតើហ្មងអីច្រើនហ្នឹងគេមានរឿងអីកើតឡើងហ្នឹងខ្ញុំមិនដឹងអីនេះពួកអ៊ីម៉ូតទី4វិញគឺជាអ៊ីម៉ូតទឹកភ្នែកមួយនេះអ្នកគ្នាវាថាឌឺសាហាវជាងអ៊ីម៉ូត2 3មុនហ្នឹងទៀតហើយអ៊ីម៉ូតមួយហ្នឹងគឺ player ណាអីហ្នឹងគឺដាក់សំសាហាវមើលអ្នកគ្នាថាពេលដែលស៊ីគេបានឯងដាក់អ៊ីម៉ូតមួយហ្នឹងឲ្យរីខកកកមួយនេះទៀតអែមសែហ្មងឲ្យខ្ញុំសុំទោសណាចំពោះអ៊ីម៉ូតទី5វិញគឺជាអ៊ីម៉ូត1000 IQ អ្នកគ្នាថាអ៊ីម៉ូតមួយហ្នឹងសួរថាស្អាតអត់សូវស្អាតទេអ្នកគ្នាក៏ប៉ុន្តែឌឺគេហ្មងពួកការប្រើអ៊ីម៉ូតមួយហ្នឹងគឺនៅពេលដែល freestyle អ្នកគ្នាលេងឈូ flick អីហ្នឹងគឺអែមសែហ្មងថា1000 IQ ហ្មងឬនៅពេលដែលគេចូលស៊ីយើងគេស៊ីយើងអត់បានយើងស៊ីគេវិញហ្នឹងដាក់អ៊ីម៉ូតមួយហ្នឹងចូល record កកមកនេះអែមសែហ្មងអីច្រើនហ្នឹងនិយាយពីថាអ៊ីម៉ូតទាំង5ហ្នឹងគឺគេដាក់លក់មកវិញគឺថ្ងៃទី19ហ្នឹងហើយចំពោះអ៊ីម៉ូតចាស់មួយចំនួនទេមិនដឹងថាគេត្រឡប់មកវិញឬក៏មិនទេអ្នកគ្នាមានតែចាំមើលទាំងអស់គ្នាហ្មងអីច្រើនអ្នកគ្នាហើយចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាកុំភ្លេច follow ខ្ញុំម្នាក់មួយផងដើម្បីដឹងព័ត៌មានថ្មីៗទាក់ទងពី Mobile Legends អីចឹងណាអ្នកគ្នា Sorry